ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលពីវិធីឆាមីសូដែលជាមុខម្ហូបប្រចាំគ្រួសាររបស់នាងខ្ញុំណាបងប្អូនបងប្អូនទាំងអស់គ្នាអាចធ្វើញ៉ាំជាលក្ខណៈគ្រួសារជុំគ្នាក៏ឆ្ងាញ់ម្ហូបនេះជាទៅយើងនឹងស្រាប់បងប្អូនភាគច្រើនគេធ្វើនៅពេលរដូវបុណ្យទានចូលឆ្នាំភ្ជុំអញ្ចឹងសម្រាប់ទៅប្រគេនព្រះសង្ឃអញ្ចឹងណាប៉ុន្តែនាងខ្ញុំនឹកឃើញអញ្ចឹងក៏ចង់ធ្វើញ៉ាំជុំគ្រួសារដែរអញ្ចឹងធ្វើញ៉ាំជុំគ្រួសារក៏បានដែរឥឡូវកុំឲ្យខាត់ពេកយើងមកមើលគ្រឿងផ្សំមានដូចជាត្រចៀកក្រោបសាច់ខ្មៅសម្រាប់សាច់ខ្ញុំប្រើសាច់ជ្រូកជាមួយនឹងគ្រឿងក្នុងបងប្អូនគ្រឿងក្នុងខ្ញុំប្រើគ្រឿងក្នុងមាន់បងប្អូនដោយសារវានៅសល់ហ្នឹងទៅក៏ដាក់អានឹងចូលហ្មងទៅហើយបន្លែយើងប្រើជាមួយនឹងការ៉ុតស្ពៃក្តៅpuisនឹងខ្ទឹមបារាំងយើងចាត់វាឲ្យម៉ត់តិចមកហើយជាមួយនឹងមីសូចាំបងប្អូនឥឡូវកុំឲ្យខាតពេកយើងមកមើលពីវិធីធ្វើយើងដាក់ខ្លាញ់ចូលក្តៅមកណាបងប្អូនចាំចាក់ខ្ទឹមចូលបន្ទាប់មកយើងធ្វើការបំពងឲ្យវាឈ្ងុយឡើងពងកាឡាតិចមកយើងដាក់សាច់ចូលបងចាឥឡូវឃើញថាវាឡើងរៀងពងកាឡាហើយខ្ទឹមឡើងឈ្ងុយហើយនេះខ្ញុំក៏ធ្វើការដាក់សាច់ជ្រូកចូលសម្រាប់ការដាក់សាច់ជ្រូកនេះយើងត្រូវកុំតន់អាចដាក់គ្រឿងបងប្អូនយើងត្រូវកូរសាច់ជ្រូកនេះឲ្យវាចេញជាឆ្អាបឬក៏ចេញក្លិនឲ្យអស់សិនមកវាស្ងួតទឹកបន្តិចមកចាំយើងធ្វើការដាក់គ្រឿងដាក់អីចូលអញ្ចឹងវាឥឡូវវារៀងឆ្អិនល្មមហីខ្ញុំដាក់ជាមួយនឹងថ្លើមហើយនឹងនេះគេហៅថាកោះបងប្អូនគ្រឿងក្នុងមាន់នេះមានថ្លើមមានកោះមានបេះដូងអីចឹងទៅដាក់ចូលគ្នាមានអីបងប្អូនឆ្ងាញ់ម្យ៉ាងតើហើយបញ្ជាក់តិចបងប្អូនសម្រាប់គ្រឿងក្នុងហ្នឹងបងប្អូនចង់ដាក់ឆាចូលទាំងស្រស់ហ្មងក៏បានណាតែនៅនេះនឹងខ្ញុំស្រស់តែជា2 3នាទីហើយដើម្បីកាត់ជាតិឆ្អាបអញ្ចឹងណាចាឥឡូវយើងមកដាក់ម្រេចថែមមុនគេម្រេចនេះគឺដាក់ដើម្បីកាត់ជាតិឆ្អាបអានឹងផងដែរដាក់មុនគេហ្មងទៅតោះមកខ្ញុំដាក់ផ្សិតខ្មៅចូលបងប្អូនផ្សិតខ្មៅនេះគឺផ្សិតក្រៀមអញ្ចឹងណាអញ្ចឹងយើងត្រាំទឹកវា4-10នាទីទៅចាំយើងហាន់ទូចៗឲ្យនាងខ្ញុំណាចាឥឡូវយើងមកដល់វគ្គផ្សំគ្រឿងបងប្អូនគ្រឿងផ្សំនៅផ្ទះបាយមានគេខ្លះបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តមកខ្ញុំដាក់ម្សៅស៊ុបខ្នុរប៊ីចេងបន្តិចមកចាបន្ទាប់មកយើងដាក់ស្ករត្នោតប្រើដោយសារប៉ុន្តែស្ករសក៏បានដែរដោយសារនៅខ្ញុំមានស្ករត្នោតនៅផ្ទះស្រាប់នេះទៅខ្ញុំក៏ប្រើវាឡើងឆ្ងាញ់មួយយ៉ាងបងប្អូនស្ករនេះវាឆ្កឹះវាចង់ទៅទៀតបងរៀងបាក់មើលទីបងដោយសារនេះខ្ញុំកាន់ខ្លួនឯងមានដងថតអីអញ្ចឹងណាឥឡូវយើងមកដាក់ជាមួយនឹងទឹកត្រីទឹកស៊ីអ៊ីវប្រេងខ្យងបងប្អូនដំបូងនៅក៏មិនតាន់អាចដាក់រសជាតិរៀងដិតពេកបងប្អូនអាចដាក់បន្តិចសិនទៅបើខ្វះយើងអាចថែមតាមក្រោយបានតែបើលើសវារៀងពិបាកកែបន្តិចណាបងឥឡូវយើងដាក់គ្រឿងហើយសាច់យើងក៏វារៀងឆ្អិនដែរអញ្ចឹងយើងដាក់ត្រចៀកកដោចូលមកតោះមកយើងធ្វើការកូរវាឲ្យចូលគ្រឿងចូលជាតិគ្នាបងចាគ្រាន់តែមើលប៉ុណ្្នឹងក៏ទំនងដែរបងគួរចង់ញ៉ាំអត់ឥឡូវយើងដាក់ប្រែយូរឆ្អិនមុនគឺការ៉ុតហ្នឹងបងប្អូនអាចចិតមិនក៏បានដែរតាមដែលគិតថាស្រួលសម្រាប់បងប្អូនអញ្ចឹងណានេះខ្ញុំចិតមានផ្កាយមានអីខ្លះដោយសារយើងចង់ឲ្យវាឃើញមានម៉ូតស្អាតខ្លះអញ្ចឹងណាឥឡូវយើងដាក់ការ៉ុតចូលហើយយើងធ្វើការកូរឲ្យវារៀងសពតតិចមកចាំយើងដាក់បន្លែផ្សេងចូលបងប្អូនតែនេះនាងខ្ញុំរៀងស្ទើបន្តិចលក់ហើយស្ទើសាបន្តិចខ្ញុំក៏ដាក់ម្សៅរ៉ូឌីថែមបន្តិចទៀតទៅម្សៅរ៉ូឌីម្សៅខ្នុរក៏បានដែរបងចាម្ហូបនេះគឺវារៀងជិបចុំបន្តិចប៉ុន្តែចុងក្រោយទទួលបានលទ្ធផលឆ្ងាញ់បងប្អូនសម្រាប់កូននេះក៏គាត់ចូលចិត្តដែរខ្ញុំជឿថាកូនតាមផ្ទះមួយគឺគាត់ចូលចិត្តដែរយើងដាក់បន្លែដែលយើងសល់ពីមុខមិញចូលបងប្អូនស្ពៃក្តៅហើយនឹងខ្ទឹមប្រាំងដាក់ចូលហើយយើងកូរវាមកឆ្អិនត្រឹម 50% ទៅ 70% បានហើយកុំដាក់ដល់លួយពេកក៏វាឆ្ងាញ់ដែរវគ្គចុងក្រោយគឺយើងដាក់មីសួរបន្ទាប់មកយើងធ្វើការកូរវាឲ្យវាចូលជាតិគ្នាមកបងប្អូននេះកូរដៃ2ទៅកុំកូរតិចខ្ញុំដោយសារខ្ញុំដៃម្ខាងកាន់កាមេរ៉ាអញ្ចឹងទៅម្ខាងទៀតក៏វាមើលទៅរៀងពិបាកភ្នែកបន្តិចអញ្ចឹងណាតែដោយសារយើងចង់ថតឲ្យបានពេញហ្នឹងទៅយើងក៏ចិត្តទ្រាំបន្តិចអញ្ចឹងណាបងប្អូនព្រមមើលតិចទៅអីតែបានរសជាតិឆ្ងាញ់អញ្ចឹងឥឡូវយើងកូរហើយចូលជាតិគ្នាហើយបងប្អូនយើងធ្វើការភ្លក់ម្ដងទៀតទៅបើគិតថាល្មមសមរម្យហើយចាចុងក្រោយគេគឺយើងដាក់រោយស្លឹកខ្ទឹមយកហ្មងទឹកខ្ទឹមនេះបងប្អូនអាចគ្រាន់តែដាក់ឲ្យកូរមកត្រឡប់បិទភ្លើងក៏បានដែរ
ឥឡូវខ្ញុំចង់ដាក់ម្ទេសថែមតិចទៀតខ្ញុំថែមម្ទេសឯកសាត10 20គ្រាប់ទៅវាឆ្ងាញ់ម្យ៉ាងហ្នឹងហើយមានតែប៉ុណ្្នឹងបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងអរគុណសម្រាប់ការទស្សនាតាំងពីដើមរហូតមកដល់ចប់សូមបងប្អូនកុំភ្លេចជួយចុច like subscribe និង share វីដេអូរបស់បងប្អូនមួយផងណាដើម្បីទទួលបានវីដេអូបន្តទៀតនៅពេលក្រោយបាយបាយជូនបងប្អូនទាំងអស់គ្នារកទទួលទានមានបានគ្រប់គ្នា